តោះសួស្តីនេះថ្ងៃហ្នឹងយើងមកសិត app ពីវ៉ែណាអញ្ចឹងខ្ញុំបាន file របស់ link ឲ្យយើង download ហើយអញ្ចឹងខ្ញុំមកធ្វើការបើក file របស់ខ្ញុំពេលដែលគ្នាយើងចូលបើក file ណាអា file ពីវ៉ែនេះឃើញទេ file ពីវ៉ែហ្នឹងណាគ្នាយើង double click នៅលើហ្នឹងមកបន្ទាប់មកត្រង់ចំណុចនេះគ្នាយើងយក yes មកហើយវានឹងធ្វើការ set app អានេះឡើងមកហើយអញ្ចឹងទាមទារឲ្យគ្នាយើងចាំបន្តិចត្រង់ចំណុចនេះណានេះវាពង install នេះឃើញទេ install អញ្ចឹងនៅពេលណាដែលវា install ហើយវានឹងចេញទម្រង់បែបនេះមកហើយទៅហ៎អញ្ចឹងនេះយើងយកពាក្យថា like មកបន្ទាប់មកទៀតត្រង់ចំណុចនេះគឺ end user license agreement គ្នាយើងអត់ចេះ accept វាអត់មានឡើងចុច next ទេណាឃើញទេអញ្ចឹងនេះយើងយក like នេះមកបន្ទាប់មកចុចពាក្យថា next បន្ទាប់មកគ្នាយកពាក្យ next មួយទៀតមកហើយកន្លែងនេះចុច next ដូចគ្នាណានេះយើងអត់មានអីទេចុច next ទៀតតទៀតមកកន្លែងនេះដូចគ្នាកន្លែងនេះចុច next តរហូតមកណាហើយតមកចុច install វាមកអញ្ចឹងគ្នាយើងនឹងធ្វើការចាំអានេះតតែវា download ពេញណាចាំវាពេញបើយើងអាច process ការងាររបស់យើងបានណាអញ្ចឹងចាំបន្តិចទៅណែឃើញ load មកតែវាអត់ទាន់ពេញណាចាំវាពេញតែឆាអ៊ីនធឺណិតខ្ញុំអត់ដើរនេះអញ្ចឹងទៅវា slow តិចយើងចាំបន្តិចណានៅក្នុងហ្នឹងណាឃើញរូបមែនណាប៉ុន្តែដំណើរការរបស់វាពង install driver របស់វាអញ្ចឹងកាលណាវា install អញ្ចឹងគឺវាអត់ទាន់បានជោគជ័យទេតោះតែវាពេញទេពេញអញ្ចឹងណាតោះតែនិយាយខ្លីតោះវាចេញ finish បានទេចេះអូខេអញ្ចឹងយើងទទួលបាន VMware មួយឲ្យគ្នាចេញ finish មកយើង set app VMware រួចហើយបន្ទាប់មកគ្នាយើងចុចចំ VMware មកចុចចំអាហ្នឹងមកដើម្បី create ជា machine ណែឃើញទេណាអញ្ចឹងបន្ទាប់មកគ្នាយើងនឹងឃើញតម្រង់បែបនេះហើយតម្រង់បែបនេះគឺជាតម្រង់មួយដែលយើងអាច set app VMware បានហើយគ្នាយើងកាលណាចេញបែបហ្នឹងគឺ set app VMware បានហើយ version Pro ពី 25x 82